ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំរៀបចំពិធីសូត្រមន្តប្រោះព្រំត្រៀមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដើម្បីអបអរសាទរនិងត្រៀមទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានរៀបចំពិធីសូត្រមន្តប្រោះព្រំយ៉ាងអធិកអធមដែលមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីនគរបាលនិងកងកម្លាំងពាក់ព័ន្ធជាច្រើនរូបពិធីសូត្រមន្តនេះត្រូវបានរៀបចំឡើងក្នុងបរិយាកាសគោរពប្រពៃណីវប្បធម៌ខ្មែរដែលមានព្រះសង្ឃនិមន្តចូលរួមសូត្រមន្តប្រោះព្រំសុំសិរីសួស្តីជោគជ័យនិងសុខសុវត្ថិភាពដល់ថ្នាក់ដឹកនាំនិងមន្ត្រីនគរបាលទាំងអស់កម្មវិធីនេះក៏មានគោលបំណងលើកទឹកចិត្តនិងបង្កើនទំនុកចិត្តក្នុងការបំពេញភារកិច្ចសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈជាពិសេសក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដ៏សំខាន់ខាងមុខនេះផងដែរយោងតាមបុណ្យប្រពៃណីជាតិពិធីសូត្រមន្តប្រោះព្រំត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំមុនពេលចូលឆ្នាំថ្មីដើម្បីសូមសេចក្តីសុខសេចក្តីចម្រើនដល់អង្គភាពនិងបុគ្គលិកទាំងអស់ក្នុងឱកាសនោះថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានលើកឡើងថាការរៀបចំពិធីនេះមិនត្រឹមតែជាការអភិរក្សប្រពៃណីជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាការបង្កើនសាមគ្គីភាពរឹងមាំផ្នែកវិជ្ជាជីវៈនិងទំនួលខុសត្រូវរបស់កងកម្លាំងក្នុងការបម្រើប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពជាមួយគ្នានេះដែរកងកម្លាំងនគរបាលទាំងអស់ត្រូវបានណែនាំឲ្យបន្តរឹតបន្តឹងការអនុវត្តទូនីតិភារកិច្ចរក្សាសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានដើម្បីធានាថាប្រជាពលរដ្ឋអាចអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពសុខសាន្តនិងរីករាយពិធីនេះបានបញ្ចប់ទៅនៅក្នុងបរិយាកាសអំណររីករាយសាមគ្គីភាពនិងពោរពេញដោយសេចក្តីជឿជាក់ថាឆ្នាំថ្មីនឹងនាំមកនូវសំណាងល្អនិងជោគជ័យជូនដល់អង្គភាពនិងមន្ត្រីនគរបាលទាំងអស់